ជំរាបសួរនិងសួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី2របស់ខ្ញុំដែលនិយាយអំពី Active Directory ការ install Active Directory និងការ set up Active Directory នៅលើ Windows Server 2022 ប៉ុន្តែមុននឹងឈានចូលទៅលើដំណើរការនៃការ set up និងការ install Active Directory នៅលើ Windows Server របស់យើងត្រូវយល់អំពីតើ Active Directory ហ្នឹងជាអ្វីបើយើងនិយាយជារួមទៅ Active Directory ហ្នឹងគឺសំដៅទៅលើ Service Directory មួយរបស់ Microsoft ដែលយើងប្រើវានៅក្នុង environment របស់ Windows Server ដែលវាប្រៀបដូចជាមជ្ឈមណ្ឌលកណ្ដាលមួយក្នុងការគ្រប់គ្រងទៅលើ user computer device ផ្សេងៗឬក៏ការគ្រប់គ្រងទៅលើ security នៅលើ network ណាមួយហើយយើងនិយាយមួយទៀតថាតើ Active Directory ហ្នឹងអាចធ្វើបានអីខ្លះActive Directory ហ្នឹងវាអាចធ្វើបានការងារដូចជាទីមួយការគ្រប់គ្រងទៅលើ user ដូចជាការគ្រប់គ្រងទៅលើដំណើរការនៃការ store ទុកនៅ user account password ឬក៏ user profile ជាដើមហើយមួយទៀតគឺតាក់ទងជាមួយនឹង authentication គឺសំដៅទៅលើការ verify user នៅពេលដែល user log in ចូលទៅកាន់ Windows Server របស់យើងឬក៏ log in ចូលទៅកាន់ system ហើយមួយទៀតគឺតាក់ទងជាមួយនឹង authorization គឺសំដៅទៅលើការកំណត់ទៅកាន់ការកំណត់សិទ្ធិទៅលើ user តើ user អាចអនុញ្ញាតឲ្យ access ទៅលើ system របស់យើងបានកម្រិតណាឧទាហរណ៍ការកំណត់ទៅលើការ access ទៅលើ file ការកំណត់ access ទៅលើ printer ឬក៏ application អីជាដើមហើយមួយទៀតគឺតាក់ទងជាមួយនឹងការគ្រប់គ្រងទៅលើ device ដូចជាការតាមដានរាល់សកម្មភាពរបស់ computer និង server ផ្សេងៗដែល join នៅក្នុង network តែមួយឬក៏ join នៅក្នុង network ហើយមួយទៀតគឺតាក់ទងជាមួយនឹងការគ្រប់គ្រងទៅលើគ្រប់គឺសំដៅទៅលើការរៀបចំ user ហើយនិង computer ឲ្យមានរបៀបរៀបរយទៅកាន់គ្រប់ឬក៏ជាគ្រប់ក្នុងគោលបំណងគឺផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងហើយមួយទៀតគឺតាក់ទងជាមួយនឹង policy enforce គឺសំដៅទៅលើការប្រើប្រាស់នៅគ្រប់ policy ក្នុងការកំណត់ទៅលើ security ទៅកាន់ computer ឬក៏ user ដែលស្ថិតនៅក្នុងក្រុមណាមួយឧទាហរណ៍ការកំណត់ security ទៅលើការ install software ការ configuration ទៅលើ desktop ឬក៏ computer ឬក៏ការកំណត់រូបផ្សេងៗទៅលើ computer ដែលស្ថិតនៅក្នុងក្រុមតែមួយអូខេអញ្ចឹងសម្រាប់បន្ទាប់ពីយើងយល់អំពីអ្វីទៅគឺជា Active Directory ហើយ Active Directory នឹងធ្វើបានអ្វីខ្លះអញ្ចឹងយើងចាប់ផ្ដើមទៅលើដំណើរការនៃការ install និងការ set up Active Directory នៅលើ Windows Server 2022ចឹងហើយជំហានដំបូងខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបនៃការ install Active Directory ជាមុនសិនអូខេអញ្ចឹងយើងដំណើរការក្នុងការ power on លើ virtual machine ដែល virtual machine ហ្នឹងគឺជា Windows Server 2022របស់យើងអូខេអញ្ចឹងនៅពេលដែលយើងបើកនឹងទៅវានឹងធ្វើការ start ម៉ាស៊ីនអូខេអញ្ចឹងយើងនឹងធ្វើការ login ចូលទៅកាន់ Windows Server របស់យើងអូខេអញ្ចឹងយើងវាយ password អូខេអញ្ចឹងបន្ទាប់មកយើង click វានឹងធ្វើការ login ចូលមកកាន់ UI របស់ Windows Server របស់យើងអូខេអញ្ចឹងនៅពេលដែលយើងចូលមក Server Manager នឹងធ្វើការ start អូខេអញ្ចឹងអានេះគឺជាកន្លែងក្នុងការគ្រប់គ្រងទៅលើ server របស់យើងអូខេអញ្ចឹងវាមាននៅការ tool និង configuration ផ្សេងៗនៅក្នុង server manager របស់យើងហ្នឹងអូខេអញ្ចឹងយើងកន្លែងហ្នឹងអត់តន់ចូលទៅកាន់ server របស់យើងទេយើងនឹងធ្វើការ check ទៅលើ Windows Administrative Tools របស់យើងសិនដែលនៅក្នុងនោះយើងអត់មានឃើញថាវាមាន Active Directory install នៅឡើយទេអញ្ចឹងយើងចូលមកកាន់ server manager ម្ដងទៀតធ្វើការ add role ហើយនឹង feature Active Directory ដែលអាចនិយាយបានថាយើងនឹងធ្វើការ install Active Directory អូខេអញ្ចឹងកន្លែងហ្នឹងគ្រាន់តែយើងចុច next អូខេអញ្ចឹងវាមានពីរ option អញ្ចឹង option ដែលយើងយកគឺ default នៅលើមួយលើបន្ទាប់មកយើងនឹងធ្វើការចុច next ទៀតអូខេអញ្ចឹងយើង keep ជា default ដែរគឺធ្វើការចុច next ទៀតអូខេអញ្ចឹងកន្លែងនេះយើងនឹងធ្វើការ select នៅ role ដែលអូខេអញ្ចឹងយើងនឹងធ្វើការ select role គឺ Active Directory យើងនឹងធ្វើការ add នៅ feature របស់យើងអូខេអញ្ចឹងយើងនឹងធ្វើការចុច add អូខេអញ្ចឹងយើងបាន add នៅ Active Directory domain service អូខេអញ្ចឹងបន្ទាប់ពីយើង add ហើយយើងនឹងធ្វើការចុច next ហើយកន្លែងនេះគឺយើងអត់មានដូរអីទេយើងចុច next ទៀតអូខេអញ្ចឹងកន្លែងនេះគឺយើងធ្វើការចុច next ទៀតអញ្ចឹងមានន័យថាយើងនឹងធ្វើការ confirm install យើងចុច install
អូខេអញ្ចឹងដំណើរការនៅខាង install គឺវាចាំសន្ទុះធំដែរអូខេអញ្ចឹងវាដំណើរការក្នុងការ install ហើយវានឹងធ្វើការ install feature និង configuration ផ្សេងចូលមកកាន់ system របស់យើងអូខេអញ្ចឹងយើងរងចាំបន្តិចទៅអូខេអញ្ចឹងវាកំពុងដំណើរការក្នុងការ install ហើយអូខេអញ្ចឹងយើងឃើញថាអឺ process ក្នុងការ install គឺបាន success ហើយដោយវាផ្ដល់ message ថា configuration required install success on Winman ហ្នឹងទៅអូខេអញ្ចឹងកន្លែងហ្នឹងមានន័យថាយើងបាន install successful ហើយអូខេអញ្ចឹងយើងឃើញហើយថា install success អូខេអញ្ចឹងបន្ទាប់មកយើងនឹងធ្វើការចុច close អូខេអញ្ចឹងនៅកន្លែងហ្នឹងយើងនឹងឃើញ warning មួយនៅខាងស្ដាំដៃរបស់យើងអូខេអញ្ចឹងយើងនឹងនឹងចូលទៅកាន់ comment prompt ដោយការប្រើប្រាស់នៅ comment មួយដែលមានឈ្មោះថា DC promote ដែលយើងនឹងធ្វើការ promote ពីយើង system ធម្មតាទៅកាន់ Windows system ធម្មតាទៅកាន់ Windows system ដែលយើងមាន Active Directory ក្នុងការធ្វើ authentication ក្នុងការធ្វើការងារផ្សេងតាក់ទងជាមួយនឹង security ទៅលើ computer និង user ផ្សេងអូខេអញ្ចឹងនៅពេលដែលយើងចុចទៅវានឹងឃើញ warning មួយបន្តយើងចុច OK ហើយបន្ទាប់នេះយើងនឹងឃើញថាមាន warning មួយទៀតបន្ទាប់ពីហ្នឹងយើងនឹងឃើញ link មួយនិង link មួយនៅក្នុងហ្នឹងយើងនឹងធ្វើការ promote the server ទៅកាន់ domain controller អូខេអញ្ចឹងមានន័យថាយើង install Active Directory សម្រាប់ domain controller ផងដែរអូខេកន្លែងនេះយើងមាន option ចំនួន3គឺទី1 existing domain មួយទៀត existing forest ប៉ុន្តែយើងអត់មាន forest ទេយើងនឹងធ្វើការបង្កើតនៅ forest ថ្មីដែល root domain របស់យើងហ្នឹងយើងនឹងដាក់ឈ្មោះថា e6.local អូខេអញ្ចឹងយើងនឹងធ្វើការថែបនៅ root domain e6.local ហើយបន្ទាប់មកយើងនឹងធ្វើការចុច next អូខេអញ្ចឹងនៅពេលដែលចុច next វានឹងដំណើរការក្នុងការ configuration ហើយអូខេអញ្ចឹងយើងចាំមកស្ទុះទៅអូខេអញ្ចឹងកន្លែងនេះយើងនឹងធ្វើការដាក់ password របស់directory service របស់យើងហើយកន្លែង password នេះយើងចង់ដាក់អីក៏បានដែរប៉ុន្តែរបស់ខ្ញុំគឺខ្ញុំដាក់ password ដូចជា administration ដែរឬក៏ administrator របស់យើងដែរអូខេអញ្ចឹងកន្លែងនេះគឺជា functional ដែលយើងអាចនិយាយថាបើសិនបើយើងប្រើប្រាស់នៅ Windows Server 2026ហ្នឹងគឺយើងអាចប្រើបានរហូតដល់ Windows Server 2021អូខេអញ្ចឹងយើងចុច next ទៀតអូខេបន្ទាប់មកវានឹងធ្វើការ verify net BIOS អូខេអញ្ចឹងវានឹងធ្វើការ verify អញ្ចឹងយើងចាំប្រហែលជាមួយស្ទុះទៅអូខេអញ្ចឹងបន្ទាប់ពី verify ហើយវានឹងធ្វើការកំណត់នៅ net BIOS ឈ្មោះរបស់យើងគឺ E6 បន្ទាប់មកយើងធ្វើការចុច net អូខេអញ្ចឹងយើងចាំមកស្ទុះដែរវានឹងដំណើរការក្នុងការ verify ហ្នឹងដែរអូខេអញ្ចឹងកន្លែងនេះគឺជា path របស់យើងគេ path នៃ file របស់យើងគឺវាមាន database វាមាន log file របស់យើងហើយនិង system vault របស់យើងអូខេអញ្ចឹងយើងឃើញហើយគឺ path របស់វាស្ថិតនៅក្នុងត្រៃ C Windows ហើយនឹងឈ្មោះ folder របស់វានឹងឯងអូខេអញ្ចឹងយើងចុច next អូខេអញ្ចឹងយើងឃើញព័ត៌មានដែលយើងបានហើយយើង review ទៅបន្ទាប់មកយើងធ្វើការចុច next អូខេអញ្ចឹងវានឹងធ្វើការអឺ check ទៅលើអីដែលយើងបានកំណត់ឬក៏អាចនិយាយបានថា prerequisite check អូខេអញ្ចឹងយើងចាំមកស្ទុះទៅវានឹងធ្វើការ check ទៅលើអីដែលយើងបាន config ពីមុនវានឹងធ្វើការ check អូខេអញ្ចឹងយើងឃើញថាដំណើរការនៃការ check prerequisite ហ្នឹងគឺបាន success ហើយអញ្ចឹងយើងធ្វើការចុច install អូខេអញ្ចឹងដំណើរការក្នុងការ install របស់យើងគឺកំពុងដំណើរការឬក៏វា
កំពុង starting ហើយហើយអញ្ចឹងយើងចាំមកស្ទុះទៅអូខេអញ្ចឹងវាកំពុងធ្វើការ install ហើយនឹងធ្វើការ check នៅព័ត៌មានមួយចំនួននិងហើយនឹងធ្វើការ install ហើយផ្សេងអូខេអញ្ចឹងវាកំពុងដំណើរការហើយអូខេអញ្ចឹងយើងឃើញថា server គឺ success configuration ជា domain controller ហើយអញ្ចឹងមានន័យថា Active Directory របស់យើងគឺត្រូវបាន install បានជោគជ័យហើយបន្ទាប់មកបន្ទាប់ពីយើង close វានឹងធ្វើការ restart server របស់យើងអូខេអញ្ចឹងវាកំពុងតែ restart server របស់យើងហើយយើងចាំស្ទុះទៅវានឹងធ្វើការ restart server របស់យើងហើយនឹងធ្វើការ upload នៃ new configuration របស់យើងដែល new configuration របស់យើងហ្នឹងគឺយើងធ្វើការ install Active Directory អូខេអញ្ចឹងវាកំពុង apply ហើយអូខេអញ្ចឹង server របស់យើង start ហើយវានឹង login ចូលមកកាន់welcome UI របស់យើងហើយបន្ទាប់មកយើងនឹងធ្វើការ login ចូលទៅកាន់Windows Server GUI របស់យើងសាថ្មីអូខេអញ្ចឹងយើងធ្វើការ login ហើយបន្ទាប់ពីយើងចុចទាំង login នេះយើងឃើញ user មានចំនួន2គឺ E6 ហើយនឹង other user អូខេអញ្ចឹងយើងនឹងធ្វើការ login អូខេអញ្ចឹងដល់ពេលដែលយើង login យើងនឹងឃើញ server manager start នេះគឺជារឿងធម្មតាទេដោយសារវាជាកន្លែងក្នុងការគ្រប់គ្រងទៅលើ server របស់យើងអញ្ចឹងនៅក្នុងនេះយើងអត់មានឃើញ warning អីទេអញ្ចឹងមានន័យថា Active Directory យើងបាន promote ហើយមានន័យថាយើងបាន promote ទៅកាន់ domain controller របស់យើងហើយអូខេអញ្ចឹងដល់ពេលដែលយើងចុច start menu យើងមើលទៅលើ Windows Administrator 2យើងនឹងឃើញ Active Directory ដែលយើងបាន install ហ្នឹងអូខេអញ្ចឹងយើងឃើញហើយគឺមានន័យថាយើងបាន install Active Directory បន្ទាប់មកយើងនឹង click មើលទៅលើថាតើនៅក្នុង Active Directory user ហើយនឹង domain ហ្នឹងមានអីខ្លះអូខេអញ្ចឹងយើងបាន click ហើយហើយអញ្ចឹងដោយសារវាអត់ដើរអញ្ចឹងយើងធ្វើការ click ផ្សារទៀតគឺ Active Directory user ហើយនឹង computer ហ្នឹងអូខេអញ្ចឹងនៅពេលដែលយើង click វានឹង navigate ចូលមកកាន់ Active Directory និង user UI អូខេអញ្ចឹងនៅក្នុងនោះគឺយើងឃើញថាវាមាន domain របស់យើងអូខេអញ្ចឹងនៅក្នុងនោះគឺវាមាននៅអីជាច្រើនមាន built-in មាន computer មាន domain controller មាន foreigner security principal មាន manage service account ហើយនិង user អូខេយ៉ាងនៅក្នុង user ហ្នឹងយើងមានឃើញថា user admin ហើយនិង user អីជាច្រើនទៀតអូខេអញ្ចឹងនេះគឺជារបៀបនៃការ install ហើយនិង config Active Directory អញ្ចឹងសម្រាប់ដំណើរការនៃការ install ហើយនិង config នៅ Active Directory សម្រាប់ Windows Server 2022គឺមានតែប៉ុណ្្នឹងទេអញ្ចឹងអឺខ្ញុំសង្ឃឹមថាអ្នកនរគ្នាយល់ហើយអាចចូលទៅអនុវត្តដោយខ្លួនឯងចឹងហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណ